ស្ដីបងប្អូនទាំងអស់គ្នានេះគឺជាវិធីធ្វើបើបៀកនំប៉័ងរបស់ខ្ញុំបងប្អូនយើងគោះពងមាន់3គ្រាប់មកយើងកូរវារៀងនេះហើយចាំយើងដាក់ខ្លាញ់ចូលរៀងខាប់បន្តិចណាខ្លាញ់ចូលតតែអស់ខ្លាញ់ដែលខ្ញុំបានបង្ហាញមិញណាបងប្អូនតវាខាប់ហើយយើងដាក់វាតតែអស់ទៅចាំយើងដាក់ស្ករតិចទៅណាហើយលូកអំបិលចាប់បានហើយកូរវាតទៅវាឡើងថ្លាពណ៌នៅក្រៅស្អាតជាងនៅក្នុងចឹងទៀតទៅបងស្អាតពណ៌វាឡើងលឿងហ្មងណានៅក្នុងមើលទៅវាមិនសូវលឿងប៉ុន្មានទេធ្វើឲ្យទុកបៀកនំប៉័ងប៉ាតេក៏បាននំប៉័ងដាក់សាច់គោអាំងក៏បានដែរបងប្អូនតំណងអរគុណជម្រាបលា